បងប្អូនខ្ញុំមានដំណើររឿងនិទានមួយម្ដាយចុងនិងកូនដើមពីដើមឡើយមានគ្រួសារម្នាក់ដែលមានកូនស្រីមួយឈ្មោះស្រីតីរស់នៅយ៉ាងសុខសាន្តសុភមង្គលជាទីបំផុតមិនយូរប៉ុន្មានម្ដាយរបស់ស្រីតីក៏បានមានជំងឺឈឺជាទម្ងន់បានលាចាកលោកទៅបន្សល់ទុកឲ្យស្រីតីរស់នៅយ៉ាងកំសត់ជាមួយឪពុកមិនយូរប៉ុន្មានក៏ឪពុកក៏បានយកភរិយាថ្មីហើយក៏បន្ទាប់មកក៏ភរិយាថ្មីក៏មានកូនស្រីម្នាក់ឈ្មោះរក្សាដល់ពេលស្រីតីធំល្មមនឹងទៅរៀនក៏ម្ដាយឪពុកនឹងក៏បានបញ្ជូននាងទៅសិក្សាដូចគ្នាជាមួយរក្សាតែជារៀងរាល់ថ្ងៃម្ដាយចុងមិនមានចិត្តមេត្តាធម៌ដល់ស្រីតីឡើយសម្លក់សម្លឹងវាយដំស្រីតីក៏ប៉ុន្តែស្រីតីជាក្មេងហើយតែងតែឆាបាយឲ្យស្រីតីញ៉ាំជារៀងរាល់ថ្ងៃមួយខែ30ថ្ងៃចំណែកកូនរបស់គាត់ឈ្មោះរក្សាគឺញ៉ាំអាហារបំពន់ល្អខ្លាំងណាស់ពេលមួយស្រីតីបានធ្វើដំណើរទៅសាលារៀនបានជួបអ៊ំចាស់ម្នាក់អ៊ំចាស់ដែលចូលចិត្តស្រឡាញ់និងស្គាល់ម្ដាយស្រីតីក៏ស្រែកសួរស្រីតីថាស្រីតីហេតុអីក៏ចៅស្គមខ្លាំងម្ល៉េះតើកូនញ៉ាំអាហារគ្រប់គ្រាន់ទេស្រីតីក៏ឆ្លើយឡើងថាខ្ញុំញ៉ាំអាហារគ្រប់គ្រាន់ទេយាយម៉ាក់ខ្ញុំឆាបាយឲ្យខ្ញុំញ៉ាំជារៀងរាល់ថ្ងៃលោកយាយឮដូច្នេះក៏មិនមាត់ដែរថាស្រីតីពេលដែលចៅមកទៅរៀនគឺត្រូវដើរកាត់ផ្ទះយាយណាស្រីតីចាយាយចាប់ពីស្អែកឡើងស្រីតីក៏ដើរឈានចូលផ្ទះលោកយាយនោះជារៀងរាល់ថ្ងៃលោកយាយក៏បានឆុងទឹកតែក្តៅឲ្យស្រីតីញ៉ាំជារៀងរាល់ថ្ងៃមិនយូរខែកន្លងក៏ស្រីតីមានសុខភាពមាំទាំធាត់ត្រលុករុនចំណែកឯម្ដាយចុងដែលឃើញស្រីតីមានធាត់ត្រលុកត្រលុននោះក៏នឹកឃើញថាអាយ៉ាអញឆាបាយឲ្យស៊ីខ្លាញ់រុំកោះហើយមិនស្លាប់ទៀតដូច្នេះក៏ចាប់ផ្ដើមឆាបាយឲ្យកូនស្រីរបស់គាត់ឈ្មោះរក្សានោះញ៉ាំជារៀងរាល់ថ្ងៃដែរមួយខែ30ថ្ងៃមួយឆ្នាំ12ខែរក្សាក៏ញ៉ាំបាយឆាជារៀងរាល់ថ្ងៃដែលម្ដាយឆាឲ្យញ៉ាំជាមួយស្រីតីមិនយូរប៉ុន្មានរក្សាក៏ចាប់ខ្លួនចុះឆ្គមទៅឆ្គមទៅធ្លាក់ខ្លួនឈឺជាទម្ងន់រហូតដល់បាត់បង់ជីវិតរហូតទៅម្ដាយចុងបន្ទាប់មកក៏បានដឹងថាអូអ្នកជិតខាងគេឲ្យទឹកតែស្រីតីញ៉ាំបានអាចរំលាយខ្លាញ់នោះទៅជាមានសាច់មានឈាមរួចម្ដាយចុងចិត្តមាននោះបានប្រាប់ប្តីថាបងអូនខុសហើយជាបាបកម្មរបស់អូនបងព្យាយាមធ្វើបាបស្រីតីណាស់តែចុងបញ្ចប់ស្រីតីមានមនុស្សម្នាចោមរោមអាណិតស្រឡាញ់